ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel Good Parents ពុកម្ដាយល្អអញ្ចឹងនៅក្នុង YouTube channel របស់ខ្ញុំមួយនេះគឺយើងនិយាយទាក់ទងទៅនឹងវិធីសាស្ត្រនៅក្នុងការអប់រំកូនឬក៏យើងនិយាយអំពីគន្លឹះថាតើធ្វើយ៉ាងណាដើម្បីឲ្យកូនរបស់យើងនឹងល្អបាទទាំងការសិក្សាទាំងអត្តចរិតក៏ដូចជាសិលធម៌អញ្ចឹងទៅបាទអញ្ចឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមរំខានពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe ហើយនិងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូមុនគេអូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅដល់សាច់រឿងនៅក្នុងវីដេអូនេះដូចតទៅអញ្ចឹងនៅក្នុងថ្ងៃនេះផងដែរខ្ញុំចង់និយាយទៅនឹងទម្លាប់ខ្លះដែលឪពុកម្ដាយធ្វើឲ្យក្មេងហ្នឹងអាចនឹងខូចឆ្លើយមិនស្ដាប់បង្គាប់អញ្ចឹងទៅបាទអញ្ចឹងវាមាន5យ៉ាងបងប្អូនទាំងអស់គ្នាបាទចំណុចទី1កូនទីអីគឺយើងឲ្យនឹងបាទអញ្ចឹងទាំងអស់ហ្នឹងបាទនៅពេលដែលយើងធ្វើតាមចិត្តគាត់គ្រប់សពបែបយ៉ាងអញ្ចឹងគាត់អាងហ្មងបាទថ្ងៃក្រោយទៅពេលណាមួយដែលយើងបដិសេធជាមួយនឹងគាត់យំប្រកាច់ពេញហ្នឹងណាពេលខ្លះអត់សប្បាយចិត្តជាមួយយើងទេនៅពេលដែលយើងមិនឲ្យអ្វីមួយទៅតាមអ្វីដែលគាត់ត្រូវការដូច្នេះហើយខ្ញុំគិតថាក្នុងនាមជាអាណាព្យាបាលក្នុងនាមជាឪពុកម្ដាយយើងមិនគួរណាបដោយឬមិនគួរណាឲ្យគាត់សពគ្រប់បែបយ៉ាងតាមតែការទាតាមតែការចង់បានរបស់គាត់នោះទេពីព្រោះក្មេងឃើញអីចង់បានហ្នឹងបាទពេលខ្លះបើទោះបីជារបស់នឹងគាត់មានហើយក៏គាត់នៅតែចង់បានដែរអញ្ចឹងយើងមិនគួរណាឲ្យគាត់សពគ្រប់បែបយ៉ាងទៅតាមចិត្តរបស់គាត់នោះទេណាអានឹងជិះវាថ្ងៃក្រោយទៅវាមានបញ្ហាដល់យើងនៅពេលណាមួយដែលយើងមិនចង់ឲ្យគាត់នៅពេលណាមួយដែលយើងមិនមានលទ្ធភាពឲ្យគាត់ហើយយើងបដិសេធជាមួយគាត់អញ្ចឹងគឺគាត់អត់សប្បាយចិត្តជាមួយយើងទេណាអញ្ចឹងគឺយើងធ្វើម៉េចរៀនបដិសេធជាមួយគាត់ឲ្យហើយពីតូចមកណាជៀសវាងការពេលធំឡើងខូចអូខេនេះគឺជាចំណុចទី1ដែលជាចំណុចសំខាន់ណាអញ្ចឹងបើសិនយើងធ្វើឲ្យចំណុចនឹងបានយើងជៀសវាងឲ្យចំណុចនឹងបានអញ្ចឹងកូនរបស់យើងអាចនឹងល្អនៅថ្ងៃខាងមុខបាទមុននឹងគាត់សុំអីមួយគឺគាត់មានហេតុផលគាត់យល់ថាអូខេបើសិនជាសុំប៉ាចំពោះរឿងហ្នឹងឬក៏សុំប៉ារឿងមួយហ្នឹងថាជាមិនបានទេអញ្ចឹងគាត់ត្រូវតែរកវិធីសាស្ត្រឬគាត់ប្រឹងរកលុយខ្លួនឯងឬគាត់សន្សំលុយដោយខ្លួនឯងអាហ្នឹងវាល្អបាទវាល្អអញ្ចឹងនៅពេលយើងមិនធ្វើអ្វីទៅតាមអ្វីដែលគាត់ចង់បានហើយទី2តើតើទៅនឹងឲ្យកូនចាយលុយដូចកដាស់ខ្ញុំយល់ថាអ្នកណាក៏ស្រឡាញ់កូនអ្នកណាក៏ចង់ឲ្យកូនមានមុខមានមាត់អ្នកណាក៏ចង់ឲ្យកូនមានរបស់ប្រើប្រាស់ល្អអ្នកណាក៏ចង់ឲ្យកូនចាយណាឲ្យបានពេញដៃពេញជើងដែរយើងខំរកលុយរាល់ថ្ងៃហ្នឹងគឺដើម្បីកូននឹងឯងបាទប៉ុន្តែនៅក្នុងនោះយើងក៏ត្រូវស្វែងយល់ពីរឿងខ្លះដែរពីផលអវិជ្ជមាននៅពេលដែលយើងឲ្យលុយគាត់ចាយដោយមិនបានមានលក្ខខណ្ឌអីនឹងទាំងអស់នឹងដែរណាអូខេអញ្ចឹងអ្វីដែលល្អគឺយើងទោះបីជាយើងមានបណ្ណាក៏ដោយទោះបីយើងសល់លុយច្រើនបណ្ណាក៏ដោយគួរណាតែបង្រៀនកូនឲ្យយល់អំពីតម្លៃនៃលុយពីគុណតម្លៃនៃលុយមើលកូនរបស់រ៉ូណាល់ដូកូនរបស់នៅខ្មែរយើងកូនរបស់អ្នកស្រីត្រីណាណាភីនដែលយើងស្គាល់គាត់បាទអញ្ចឹងខ្ញុំធ្លាប់បានមើលវីដេអូរបស់គាត់ថាគាត់ជាកូនអ្នកមានក៏ពិតមែនប៉ុន្តែចំពោះរឿងលុយកាក់គាត់មិនមែនចេះតែចាយទេណាគឺគាត់ត្រូវរកលុយដោយខ្លួនឯងគាត់មុននឹងសុំម៉ាក់គាត់គាត់មានហេតុផលគ្រប់គ្រាន់អូខេអញ្ចឹងដូចគ្នាដែរនៅពេលដែលយើងទម្លាប់ឲ្យកូនចាយស្រួលពេកនោះចុះបើសិនថ្ងៃណាមួយដែលយើងធ្លាក់ខ្លួនក្រថ្ងៃណាមួយដែលអត់ពីយើងទៅតើកូនរបស់យើងគាត់អាចមានសមត្ថភាពនៅក្នុងការរកលុយទេហើយមានសមត្ថភាពនៅក្នុងការគ្រប់គ្រងលុយរបស់យើងទេបើសិនជាគាត់មិនបានដឹងអំពីគុណតម្លៃនៃលុយផងហ្នឹងបើគាត់មិនបានដឹងអំពីភាពលំបាកនៃការស្វែងរកលុយផងហ្នឹងណាអញ្ចឹងវាពិបាកអញ្ចឹងហើយកុំចេះតែឲ្យគាត់ចាយទៅតាមអ្វីដែលគាត់ចង់ចាយបាទត្រូវមានកំណត់ហេតុត្រូវមានហេតុផលគ្រប់គ្រាន់ដើម្បីមកសុំលុយពីយើងចំណុចទី3តទៅនឹងឪពុកម្ដាយសប្បាយចិត្តបាទនៅពេលដែលគាត់ឃើញកូនរបស់គាត់ណាចេះជេរអីគាត់សប្បាយចិត្តណាអូខេអាពេលកូនចេះនិយាយបន្តិចហ្នឹងអញ្ចឹងគាត់សប្បាយចិត្តវិញខ្ញុំអត់យល់ថាយ៉ាងម៉េចបានទៅជាអញ្ចឹងណាកូនចេះហៅអានេះអានោះមីនេះមីនោះទៅជាអញ្ចឹងវិញអញ្ចឹងត្រង់ចំណុចនេះក្មេងប្រៀបដូចជាกระดาษសអញ្ចឹងបាទអញ្ចឹងត្រូវតែអប់រំគាត់ពីក្មេងបរៀនពាក្យល្អនិយាយកូននិយាយបាទនិយាយចាស់មិនមែនសប្បាយចិត្តជាមួយនឹងការជេរមិនមែនសប្បាយចិត្តជាមួយនឹងការដែលគាត់ហៅអានេះអានោះនោះទេត្រូវបង្រៀនគាត់ធ្វើជាគំរូដល់គាត់
ធ្វើជាគំរូដល់គាត់យើងខ្លួនឯងហ្នឹងណាកុំប្រើពាក្យអញឯងកុំនិយាយពាក្យអាក្រក់ឲ្យគាត់លឺពីព្រោះគាត់អាច copy គាត់អាចលឺអញ្ចឹងគាត់អាចនិយាយជាមួយយើងដូចគ្នាដែរអញ្ចឹងក្មេងកាលណានៅជាមួយនឹងតំបន់ល្អនៅជាមួយនឹងបរិស្ថានល្អនៅជាមួយនឹងបរិយាកាសល្អកូនគឺល្អដែរណាការនិយាយមកពីរោះពិសាស្ដាប់អូខេចំណុចទី4បាទមានរឿងអីតិចតួចតែងតែស្រែកតែងតែជេរតែងតែវាយតែងតែដំទៅកាន់កូនអញ្ចឹងទៅអញ្ចឹងយើងឃើញនៅពិសេសនៅតាមទីជនបទគាត់មិនបានស្វែងយល់អំពីផលអវិជ្ជមានការជះផលអវិជ្ជមានទៅលើកូនរបស់គាត់ដល់ពេលអញ្ចឹងខុសអីបន្តិចតែងតែវាយតែងតែដំតែងតែជេរតែងតែប្រមាថស្រែកលឺអញ្ចឹងទៅបាទអញ្ចឹងអាទាំងអស់ហ្នឹងវាមិនមែនជាចំណុចល្អទេវាធ្វើឲ្យក្មេងហ្នឹងពេលគាត់លឺអាទាំងអស់ហ្នឹងច្រើនដងពេកញយពេកវាទៅជាពិបាកដល់គាត់ទៅសម្ពាធអារម្មណ៍របស់គាត់ហ្នឹងវាពិបាកហ្មងបាទប៉ុន្តែបើសិនជាក្មេងមួយហ្នឹងនៅពេលគាត់ធ្វើខុសហើយយើងនិយាយហេតុផលថាឥឡូវខ្លួនឯងធ្វើបែបហ្នឹងធ្វើអញ្ចឹងគឺវាអត់ត្រូវទេណាខ្លួនឯងមើលបាទណែកូនគេនេះគេអត់ធ្វើអញ្ចឹងទេណាបញ្យល់ហេតុផលឲ្យគាត់យល់និយាយស្រួលមកណាបើម្ដងមិនស្ដាប់និយាយ2 ដងស្ដាប់និយាយ3 ដងមើលកូនរបស់យើងបាទកូនរបស់យើងតែហេតុអីយើងខ្ជិលនិយាយបាទហេតុអីមិនយើងចូលចិត្តប្រើពាក្យក្រោតក្រៀតហេតុអីមិនយើងចូលចិត្តស្រែកជេរហេតុអីមិនយើងចូលចិត្តវាយគាត់មិនមែនដូចសម័យដើមទេណាអញ្ចឹងយើងត្រូវប្រើប្រាស់ពាក្យសម្ដីបានផ្អែមល្ហែមព្រោះពិសាជាមួយនឹងគាត់និយាយហេតុផលជាមួយគាត់អូខេអានឹងទើបយើងអាចខ្លាចជាម៉ាក់ប៉ាល្អបាននឹងចំណុចចុងក្រោយមួយទៀតអានឹងសំខាន់មែនតើតើតើនឹងឲ្យកូនលេងគ្រឿងអេឡិចត្រូនិកមានទូរស័ព្ទកុំព្យូទ័រ laptop iPad អីចឹងទៅបាទហើយកូនទៅបានមកខូបស្រួលផងខ្ញុំក៏មានកូនដែរបងប្អូនប៉ុន្តែពិបាកវាពិតជាពិបាកហើយប៉ុន្តែយើងមិនឲ្យគាត់លេងទូរស័ព្ទទេយើងសុខចិត្តឲ្យគាត់យំចុះសុខចិត្តធ្វើអីផ្សេងចុះណាសំខាន់ជៀសវាងអានឹងឲ្យបានពីព្រោះវាជះផលអវិជ្ជមានច្រើនមែនតើណាអូខេមានកូនខ្លះដល់ថ្នាក់អត់ចេះនិយាយទេចេះតែភាសាហ្គេមភាសាតុក្កតាអីចឹងទៅអានឹងដោយសារតែការរវល់ពីសំណាក់អាណាព្យាបាលដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់ដូច្នេះហើយដើម្បីឲ្យកូនរបស់យើងល្អដើម្បីឲ្យកូនយើងមានគុណភាពយើងត្រូវតែបញ្ជៀសបញ្ហាការលេងទូរស័ព្ទការប្រើប្រាស់ទូរស័ព្ទច្រើននឹងឯងអូខេអញ្ចឹងបងប្អូនទាំងគ្នាវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយអញ្ចឹងសង្ឃឹមថា5ចំណុចនេះនឹងជួយបងប្អូនបានច្រើនហើយក៏សូមសំណូមពរទៅកាន់បងប្អូនដែរថាសូមជួយ subscribe វីដេអូរបស់ channel របស់ខ្ញុំពីព្រោះការ subscribe បងប្អូនពិតជាជួយខ្ញុំខ្លាំងមែនទែនដើម្បីមានកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូបន្តទៀតហើយខ្ញុំនឹងព្យាយាមស្វែងរកនៅចំណុចសំខាន់ដើម្បីចំណេះដឹងទៅកាន់បងប្អូនទាំងអស់គ្នាផងដែរសូមអរគុណ